រឿងរងចាំរាងអាទិត្យជ្រៀលជ្រេជ្រាំងទន្លេក្រហមចាន់ចាមានសុភមង្គលមានគ្រួសារគឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូបតាមរូបសម្បត្តិសមត្ថភាពនិងជីវភាពរបស់គ្រួសារខ្ញុំអាចជ្រើសរើសនារីស្អាតយកមកធ្វើជាភរិយាបានយ៉ាងងាយប៉ុន្តែខ្ញុំបែរជាបោះបង់ចោលភាពយុវវ័យបោះបង់ចោលនូវឱកាសកសាងគ្រួសារដោយមិនដឹងខ្លួនអស់រយៈពេលជាង20ឆ្នាំមកហើយនេះមិនមែនមកពីខ្ញុំពួកនឹងការងារឬការសប្បាយនោះទេគឺខ្ញុំកំពុងតែរងចាំនារីម្នាក់ដែលខ្ញុំធ្លាប់គិតថាស្រឡាញ់ហើយខ្ញុំក៏មិនដឹងខ្លួនថាខ្ញុំមានចិត្តស្រឡាញ់នាងឬក៏អត់នោះដែរខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំខឹងនឹងនាងណាស់ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹងជាង20ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំនាងនៅមុខមន្ទីរពេទ្យកាឡាម៉ែតដែរពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើចុងក្រោយប៉ុន្តែនាងបែរជាមិនមកនាងទុកឲ្យខ្ញុំរងចាំនាងចាំហើយចាំទៀតមួយថ្ងៃមួយខែមួយឆ្នាំរហូតដល់ជាង20ឆ្នាំអូនលឺទេប្រលឹងនាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនទេនាងចង់សងសឹកមែនទេខ្ញុំជឿជាក់លើចិត្តស្រឡាញ់របស់នាងចំពោះខ្ញុំទោះស្នេហានេះមានរយៈពេលខ្លីក៏ដោយខ្ញុំចេះតែមានអារម្មណ៍មួយថានាងកំពុងតែរងចាំខ្ញុំនៅទីនេះមកបានប្រកបបីខ្ញុំចាំថាកាលពី20ឆ្នាំមុនខ្ញុំស្ថិតក្នុងវ័យ22ឆ្នាំជានិស្សិតមហាវិទ្យាល័យខ្ញុំមានរូបរាងសង្ហាជាកូនអ្នកមានទ្រព្យសម្បត្តិមានប្រាក់ចាយមិនខ្វះខ្ញុំអាចតាក់ទងស្រីស្អាតបានជាច្រើនប៉ុន្តែស្នេហាសម្រាប់ខ្ញុំបីដូចជាការញ៉ាំអំពៅគឺពេលដែលអស់រសជាតិហើយខ្ញុំនឹងខ្ជិះវាចោលដោយគ្មានស្រណោះព្រោះតែស្នេហ៍ព្រំលិខិតបានតម្រូវឲ្យខ្ញុំស្គាល់នារីម្នាក់ឈ្មោះនីតានាងទើបតែផ្លាស់មកពីខេត្តចូលមករៀនថ្នាក់ជាមួយខ្ញុំមើលទៅនាងក៏ស្អាតណាស់ដែរតែសម្រស់របស់នាងត្រូវបានបិទបាំងដោយមុខស្លេកមើលទៅដូចជាអ្នកជំងឺបើឲ្យខ្ញុំស្រឡាញ់នោះប្រហែលជាមិនអាចទៅរួចទេតែមើលលេងសើចអាចខ្លះអូនលឺទេប្រលឹងពេលមកនឹងនៅថ្ងៃដំបូងដែលនាងបានបង្ហាញខ្លួននៅក្នុងថ្នាក់របស់ខ្ញុំកៅភ្នែកទាំងគូរបស់នាងតែងតែលួចសម្លឹងមកខ្ញុំដែលអាចបញ្ជាក់ឲ្យឃើញថានាងកំពុងតែចាប់អារម្មណ៍លើខ្ញុំវារឹតតែធ្វើឲ្យខ្ញុំបានចិត្តនិងមើលស្រាលចំពោះនាងរាល់ថ្ងៃសង្កេតមើលនាងយូរទៅនាងហាក់បីដូចជាមនុស្សចម្លែកមើលទៅរាងកាយនាងដូចជាទន់ខ្សោយតែចិត្តរបស់នាងរឹងមាំណាស់នាងជាមនុស្សរស់រាយរាក់ទាក់នាងធ្វើខ្លួនហាក់បីដូចជាស្រឡាញ់ពិភពលោកនេះណាស់មិត្តរួមថ្នាក់របស់ខ្ញុំអ្នកណាក៏ស្រឡាញ់ចូលចិត្តនាងដែរតែសម្រាប់ខ្ញុំនាងដូចជាគ្មានអ្វីអស្ចារ្យនោះទេពីព្រោះខ្ញុំយល់ថានាងក៏ដូចជាស្រីដទៃទៀតអញ្ចឹងដែរគឺលងស្នេហ៍កំឡោះសង្ហាដូចជារូបខ្ញុំដូចតែគ្នាថ្ងៃមួយខ្ញុំបានភ្នាល់ជាមួយមិត្តភ័ក្តិរបស់ខ្ញុំថាខ្ញុំនឹងធ្វើឲ្យនាងស្រឡាញ់ខ្ញុំក្នុងរយៈពេល3ខែហើយនាងនឹងយំអង្វរខ្ញុំនៅពេលដែលខ្ញុំបោះបង់នាងចោលរាងអាទិត្យជ្រៀលជ្រេណែពួកឯងជឿទេគ្នាអាចធ្វើឲ្យស្រីមុខស្លេបអ្នកនេះលងស្នេហ៍គ្នាបានពួកគេថាហេឬមួយឯងចាប់អារម្មណ៍នឹងនីតាបានជាចង់តាក់ទងនាងតែមើលទៅនាងដូចជាមិនត្រូវនឹងចំណូលចិត្តឯងសោះខ្ញុំនិយាយបន្តថាគ្រាន់តែចង់លោលេងទេពីព្រោះលើកល្បីថានាងចិត្តរឹងណាស់ពួកគេបន្តថាអូខេបើឯងឈ្នះពួកគ្នានឹងប៉ាឯងចូលក្រៅអូខេទាំងទន្លេក្រហមចាន់ចាបងខំខ្ញុំច
ចាប់ផ្ដើមតាក់ទងនាងដោយសុំលេខទូរស័ព្ទរបស់នាងពីមិត្តនាងថ្ងៃដំបូងដែលខ្ញុំបានទូរស័ព្ទទៅនាងខ្ញុំបានសួរនាំនាងតាមវិធីរបស់ខ្ញុំមើលទៅនាងដូចជាសប្បាយចិត្តណាស់នៅពេលបាននិយាយជាមួយខ្ញុំបាត់រូបអូនបងនៅដល់ការពិតទៅនាងដូចជាចិត្តងាយណាស់បែបនេះដូចជាមិនសូវសប្បាយតែចាត់ទុកថាជាការកែអបសក់ទៅចុះថ្ងៃទី3នៃល្បែងរបស់ខ្ញុំនិយាយថានីតាដឹងទេខ្ញុំពិតជាពេញចិត្តនាងណាស់ខ្ញុំស្រឡាញ់នាងថាខ្ញុំក៏ស្រឡាញ់លោកដែរគឺស្រឡាញ់យ៉ាងពិតប្រាកដព្រោះតែស្នេហ៍ចិត្តអិនប្រានេះគឺជាចម្លើយដែលខ្ញុំនឹកស្មានមិនដល់វាហាក់បីដូចជាលឿនពេកហួសពីគម្រោងរបស់ខ្ញុំនិយាយថាណែនេតាមិនគិតមើលសិនទេហ៎នាងថាសម្រាប់ខ្ញុំមិនស្ដាយក្រោយនិងមិនបណ្ដាលបណ្ដោយពេលវេលាឡើយចំពោះការនិយាយពាក្យថាស្រឡាញ់ទៅមនុស្សដែលខ្ញុំស្រឡាញ់បើខ្ញុំដឹងថាខ្ញុំស្រឡាញ់គេពិតប្រាកដហើយនោះខ្ញុំមិនចង់ឲ្យពេលវេលាសូម្បីតែ1វិនាទីកន្លងហួសទៅឡើយចំពោះស្នេហាខ្ញុំនឹងស្រឡាញ់លោកអស់មួយជីវិតឆ្នាំនៅតែស្គរកឈ្មោះនួនងដែលបងប្រាថ្នាចាំនៅពេលនិយាយចំនាងក៏សុំបិទទូរស័ព្ទនាងទុកឲ្យខ្ញុំនៅភាំងម្នាក់ឯងនេះគឺជាលើកទី1ហើយដែលមនុស្សស្រីធ្វើឲ្យខ្ញុំស្លងអារម្មណ៍នឹងពាក្យថាស្នេហាពិតបើទោះបីជានាងមិនមែនជាស្រីទី1ឡើយដែលនិយាយថាស្រឡាញ់ខ្ញុំពិតតែមិនដឹងថាហេតុអ្វីបានជាបេះដូងរបស់ខ្ញុំលូតញាប់នៅពេលដែលបានឮពាក្យថាស្រឡាញ់នេះចេញពីមាត់របស់នារីម្នាក់ដែលខ្ញុំចាត់ទុកថាជាល្បែងភ្នាល់គ្នាលេងមិនអាចទេខ្ញុំមិនអាចធ្វើឲ្យអារម្មណ៍របស់ខ្ញុំយ៉ាងនេះទេនីតានាងគ្មានសំណាងធ្វើជាមនុស្សដែលខ្ញុំស្រឡាញ់ពិតប្រាកដបានទេនាងអាចនៅក្បែរខ្ញុំបានតែ3ខែប៉ុណ្ណោះខ្ញុំបានបំពេញកិច្ចការគួរឲ្យធុញទ្រាន់មួយគឺជាការទន់ភ្លន់ផ្អែមល្ហែមយកចិត្តស្ត្រីម្នាក់ដែលខ្ញុំមិនពេញចិត្តបន្តិចទាល់តែសោះមើលទៅនាងពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់តែអ្វីដែលចម្លែកនោះត្រឹមតែខែដំបូងនាងបានធ្វើឲ្យចិត្តខ្ញុំផ្លាស់ប្ដូរដោយមិនដឹងខ្លួនចំពោះទស្សនៈស្នេហានាងបានផ្ដល់នូវអារម្មណ៍ចម្លែកជាច្រើនដែលខ្ញុំពុំធ្លាប់ជួបជាមួយនារីផ្សេងពេលវេលាផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែមានស្នេហាជ្រាលជ្រៅចំពោះខ្ញុំនាងបានផ្ដល់ឱកាសឲ្យខ្ញុំស្និទ្ធស្នាលជាមួយនាងបានផ្ដល់ភាពសំខាន់ឲ្យខ្ញុំនាងស្ទើរតែធ្វើឲ្យខ្ញុំភ្លេចខ្លួនថាខ្ញុំកំពុងតែលេងល្បែងទៅហើយពាក្យថាធុញទ្រាន់ដែលខ្ញុំធ្លាប់និយាយពីដំបូងក៏រលាយបាត់នាងតែងតែរៀបរាប់រឿងរបស់នាងឲ្យខ្ញុំស្ដាប់ដូចជារឿងគ្រួសារនាងស្ដាប់ទៅដូចជារីករាយណាស់តែខ្ញុំបែរជាមានអារម្មណ៍ថាអាណិតនាងទៅវិញទោះជានាងសើចញញឹមមិនដែលស្រពោនក៏ដោយខ្ញុំនិយាយថាមើលតើអូនជួយចិត្តថតរូបណាស់ណោះនាងថាចាអូនចង់ផ្ដិតចូលពេលវេលាដែលអូននៅក្បែរបងคล้ายទៅជាអមតៈជាការថែរក្សាអនុស្សាវរីយ៍ដ៏ល្អមួយខ្ញុំយកដៃទាញក្បាលនាងមកផ្អឹបនឹងដើមទ្រូងខ្ញុំនិយាយថាមួយជីវិតអូននេះតើអូនខ្លាចអ្វីជាងគេនាងថាចាគឺសេចក្តីស្លាប់អូនពិតជាខ្លាចខ្លាំងណាស់ខ្ញុំនិយាយថាក្មេងល្ងងអ្នកណាក៏គេខ្លាចដែរអញ្ចឹងមិនខ្លាចបាត់បង់បងទេអីនាងថាអ្វីវាស្នាបានកំណត់រួចហើយបានហើយយើងទៅវិញទៅអូនអស់កម្លាំងណាស់ល្ខោនស្នេហារបស់ខ្ញុំបានចាប់ដំណើរការទៅយ៉ាងល្អប៉ុន្តែនៅចិត្តនាងកាន់តែច្រើនកាន់តែយល់ថានាងចម្លែកតែភាពចម្លែករបស់នាងពិតជាទាក់ទាញណាស់
អស់រយៈពេល2ខែកន្លងផុតទៅសម្រាប់ល្បែងមួយនេះខ្ញុំស្ទើរតែភ្លេចខ្លួនបាត់ទៅហើយថាវាគ្រាន់តែជាល្ខោនរយៈពេលខ្លីមួយខ្ញុំហាក់បីដូចជាមិនដាច់ចិត្តសោះក្នុងការបំផ្លាញបេះដូងរបស់នាងខ្ញុំបានព្យាយាមដាស់ខ្លួនឯងជានិច្ចដើម្បីកុំឲ្យលងលក់ក្នុងល្បែងមួយនេះពិតមែនហើយនាងមិនមែនជានារីដែលខ្ញុំប្រាថ្នានោះទេនាងមិនស័ក្តិសមនឹងខ្ញុំទេមានស្រីស្អាតច្រើនណាស់ដែលរងចាំខ្ញុំពេលនេះខ្ញុំចាប់ផ្ដើមបញ្ចេញភាពប្រងើយកន្តៃដាក់នាងពេលខ្លះខ្ញុំធ្វើជាតាក់ទងស្រីផ្សេងនៅចំពោះមុខនាងហើយនាងក៏តែងតែបញ្ចេញអាការៈប្រច័ណ្ឌខ្ញុំនៅពេលនៅចំពោះមុខមិត្តរបស់ខ្ញុំតែពេលផុតពីមុខគេនៅតែពីអ្នកនាងធ្វើហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងខ្ញុំពិតជាឆ្ងល់ណាស់ការពិតតើនាងកំពុងគិតអ្វីខ្ញុំឧស្សាហ៍រករឿងនាងណាស់ប៉ុន្តែនាងក៏បែរជាកែប្រែនៅអ្វីដែលខ្ញុំមិនពេញចិត្តរហូតដល់ខ្ញុំមិនដឹងថាគួររកអ្វីមកចាប់កំហុសនាងខ្ញុំនិយាយថានីតាហេតុអ្វីក៏នាងធ្វើតាមចិត្តខ្ញុំម្ល៉េះនាងថាព្រោះខ្ញុំស្រឡាញ់បងខ្ញុំមិនចង់អីរឿងតិចតួចធ្វើឲ្យខកខានភាពរីករាយដល់ស្នេហាខ្ញុំឡើយខ្ញុំនិយាយថាចុះបើថ្ងៃណាមួយបងក្បត់អូនធ្វើយ៉ាងម៉េចនាងថាចុះបើថ្ងៃណាមួយអូនទៅឆ្ងាយចោលបងគិតយ៉ាងម៉េចដែលបងប្រាថ្នាចាំអូនលឺទេនេះគឺជារឿងល្អហើយខ្ញុំគ្រាន់តែគិតក្នុងចិត្តប៉ុណ្ណោះនាងបន្តថាចិត្តដល់ពេលហើយខ្ញុំសួរនាងចិត្តដល់ពេលអីនាងនៅស្ងៀមមួយសន្ទុះនាងបន្តថាគិតអីហ្នឹងគឺចិត្តដល់ពេលជប់លៀងនៅសាលាយើងហ្នឹងណាខ្ញុំនិយាយថាអូមែនហើយចិត្តដល់ពេលហើយអូនលឺទេប្រលឹងពេលមកនឹងបងនៅតែទ្រាំអ្នកទាំងពីរសម្លឹងរកគ្នាដោយបង្កប់នៅភាពស្រពប់ស្រពូនដេវីតយកដៃអង្អែលក្បាលនីតាថ្នមបើបងធ្វើខុសអ្វីចំពោះអូនស្អប់បងទេនាងថាអត់ទេគ្មានថ្ងៃដែលអូនស្អប់បងនោះទេដេវីតបងបានប្រកបមិនហេយ៉ាងម៉េចហើយអ្នកប្រុសវិនឥឡូវដូចជាសភាពដល់ហើយវើយតិចលងស្នេហ៍នីតាមែនទេទៅកុំសង្ឃឹមគ្នាគ្រាន់តែសម្ដែងឲ្យចង់ចាប់ដើមតែប៉ុណ្ណោះចិត្តមានសេរីភាពហើយរាល់ថ្ងៃធុញធឹងស្លាប់ស្អែកអ្វីត្រូវបញ្ចប់ហើយត្រៀមលុយទុកទៅអាពួកម៉ាក់ព្រោះតែស្នេហ៍ចិត្តប្រាបែកចោលលំអងចិនដាចងចាំទីបំផុតថ្ងៃជប់លៀងក៏មកដល់តែអារម្មណ៍ដូចជាមិនល្អសោះខ្ញុំសូមសារភាពថាខ្ញុំនឹកដល់នាងនឹកអនុស្សាវរីយ៍ទាំងឡាយរវាងខ្ញុំនិងនាងខ្ញុំនិយាយថាយើងទៅលេងនៅកន្លែងនោះវិញទៅល្អទេខ្ញុំបបួលនាងទៅកន្លែងដែលមិត្តភក្តិរបស់ខ្ញុំនៅពួនស្ដាំចាយើងទាំងពីរដើរបណ្ដើរគ្នាដោយមិននិយាយមួយម៉ាត់រហូតដល់កន្លែងនោះនាងក៏ឈប់ដើរទៅមុខទៀតខ្ញុំសម្លឹងមើលមុខនាងបេះដូងខ្ញុំចាប់ផ្ដើមឈឺនៅពេលដែលខ្ញុំបានឃើញដំណក់ទឹកភ្នែករបស់ស្ត្រីម្នាក់នេះជាលើកទី1ហើយដែលនាងបានយំនាងបែរមកអោបខ្ញុំយ៉ាងណែនទឹកភ្នែករបស់នាងបានជ្រាបចូលទៅដល់បេះដូងរបស់ខ្ញុំទៅហើយនាងថាដេវីតអូនស្រឡាញ់បងអូនមិនចង់បាត់បង់បងទេខ្ញុំហាក់បីដូចជានិយាយអ្វីមិនចេញសោះនាងកំពុងធ្វើអីនឹងរាត្រីដ៏អ៊ូអរតន្ត្រីរលឺបំពងគ្រប់គ្នាពិតជាសប្បាយប៉ុន្តែសម្រាប់ខ្ញុំទទួលអារម្មណ៍ថាវាស្ងាត់ខ្លាំងណាស់ខ្ញុំមើលមិនឃើញភាពសប្បាយសូម្បីបន្តិចខ្ញុំបែរជាខ្លាចរងវងដៃដែលកំពុងអោបខ្ញុំនេះរលាយចេញទៅក្រែងនេះជាលទ្ធផលដែលខ្ញុំចង់បានមែនទេតែខ្ញុំមិនបាននិយាយអ្វីជាមួយនាងមួយម៉ាត់ផងហេតុអ្វីនៅសក់នាងធ្វើបែបនេះមិត្តភក្តិខ្ញុំយល់ថាខ្ញុំឈ្នះហើយពួកយើងនាំគ្នាទៅច្រៀងខារ៉ាអូខេយ៉ាងសប្បាយតែការពិត
ចិត្តរបស់ខ្ញុំនៅតែគិតដល់នាងគិតដល់ទឹកភ្នែករបស់នាងមិនបានទេខ្ញុំត្រូវតែផឹកឲ្យភ្លេចអ្វីគ្រប់យ៉ាងថ្ងៃនេះមិនដូចថ្ងៃម្សិលមិញទេខ្ញុំបានតាំងចិត្តបំភ្លេចនាងហើយខ្ញុំនឹងបំភ្លេចអ្វីទាំងអស់ដែលធ្លាប់មានជាមួយនាងចិនណាចងចាំរយឆ្នាំនៅតែផ្សងរកឈ្មោះនោះឡងដែលបងប្រាថ្នាចាំអូនលឺទេប្រលឹងពេលមកនឹងខ្ញុំត្រូវការសេរីភាពនៃយុវវ័យរបស់ខ្ញុំត្រឡប់មកវិញខ្ញុំមិនចង់គិតដល់អ្នកណានៅពេលដែលខ្ញុំត្រូវការសប្បាយនោះទេសូមទោសណានារីដ៏គួរឲ្យអាណិត3ថ្ងៃក្រោយនាងបានទូរស័ព្ទមករកខ្ញុំនាងធ្វើហាក់បីដូចជាគ្មានអ្វីកើតឡើងមែនហើយការពិតទៅយប់នោះខ្ញុំមិនទាន់បាននិយាយអ្វីជាមួយនាងផងនាងថាវិញល្ងាចនេះម៉ោង 5 បងទំនេរទេបងអាចមករកអូននៅមុខមន្ទីរពេទ្យកាឡាម៉ែតបានទេខ្ញុំនិយាយថាបានប៉ុន្តែកន្លែងណាត់របស់អូនដូចជាចម្លែកបន្តិចនាងបន្តថាអូនសង្ឃឹមថាបងប្រកាសជាទៅជួបអូនខ្ញុំនិយាយថាអូខេបងនឹងទៅជួបអូនការពិតបងមានរឿងចង់និយាយដែរនាងថាចាអរគុណណាស់ចាំណាថាអូនស្រឡាញ់បងទោះបីជាមានរឿងអ្វីក៏ដោយព្រោះតែស្នេហ៍ចិត្តប្រាបែកចោលមួយ10នាទីនៃការរងចាំបានកន្លងផុតទៅ1ម៉ោង2ម៉ោងការអត់ធ្មត់របស់ខ្ញុំក៏រលាយអស់ខ្ញុំខឹងនាងណាស់នាងហ៊ានកុហកខ្ញុំទូរស័ព្ទទៅក៏មិនចូលទូរស័ព្ទទៅមិត្តភក្តិនាងក៏គ្មានអ្នកណាដឹងខ្ញុំជប់ខ្វល់ហើយនាងគ្មានតម្លៃអ្វីសម្រាប់ខ្ញុំទៀតទេខ្ញុំមិនចង់ចំណាយពេលវេលារបស់ខ្ញុំទៅរងចាំស្រីឈួតម្នាក់នោះដែរប៉ុន្តែខ្ញុំឆ្ងល់ណាស់នាងមិនដែលធ្វើបែបនេះដាក់ខ្ញុំទេខ្ញុំនៅតែជឿជាក់លើទឹកចិត្តរបស់នាងចំពោះខ្ញុំមិនអស់ចិត្តទេខ្ញុំបានទៅរកនាងដល់ផ្ទះជួលរបស់នាងគេថានាងរើចេញហើយក្នុងចិត្តខ្ញុំពេលនេះគឺបើបានជួបនាងខ្ញុំនឹងសម្លាប់នាងខ្ញុំស្អប់នាងខ្លាំងណាស់ខ្ញុំមិនដែលរងចាំស្រីណាម្នាក់ឡើយហើយក៏គ្មាននរណាម្នាក់ហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរយប់នេះខ្ញុំគេមិនលក់សោះខ្ញុំព្យាយាមឈប់គិតតែខួរក្បាលចំគូររបស់ខ្ញុំនៅតែគិតនីតាហេតុអ្វីបានជាធ្វើបែបនេះតែក៏ល្អដែរនាងទៅបាត់ខ្ញុំមិនចាប់បាច់បកស្រាយអ្វីច្រើនក៏មិនចាំបាច់ខ្លាចជាជនបោកស្នេហ៍គេដែរហើយឈប់ខ្វល់ហើយមិនដូចការគិតរបស់ខ្ញុំសោះគ្មាននាងខ្ញុំមានអារម្មណ៍ថាហាក់បីដូចជាបាត់អ្វីមួយយ៉ាងក្នុងជីវិតសពថ្ងៃនេះខ្ញុំបានតាក់ទងស្រីស្អាតជាច្រើនគួរឲ្យអស់សំណើចណាស់គ្មានអ្នកណាអាចលុបរូបនាងចេញពីបេះដូងខ្ញុំបានសោះខ្ញុំនៅតែគិតថាខ្ញុំគ្មានចិត្តលើស្រីម្នាក់នោះទេតែមិនដឹងហេតុអ្វីថ្ងៃណាក៏ខ្ញុំបើកឡានទៅឈប់នៅមុខមន្ទីរពេទ្យកាឡាម៉ែតការពិតខ្ញុំចង់ជួបនាងខ្លាំងណាស់ខ្ញុំហាក់បីដូចជាមានពាក្យជាច្រើនចង់និយាយប្រាប់នាងបងនៅតកាឃើញតែវងតែត្រាស្នេហាក្នុងមួយថ្ងៃកិច្ចការទី1ដែលខ្ញុំនឹកដល់មុនគេនោះគឺរងចាំនាងពេលវេលាពិតជាលឿនណាស់ក្រោយបញ្ចប់ការសិក្សាខ្ញុំមានការងារល្អធ្វើម៉ាក់ប៉ារបស់ខ្ញុំបានស្ដីដណ្ដឹងកូនស្រីអ្នកមានឲ្យខ្ញុំតែខ្ញុំបដិសេធអស់ពីមួយទៅមួយរហូតដល់ពួកគាត់ឈប់ខ្វល់ពីរឿងខ្ញុំដឹងថាទាំងគ្រួសារខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំនាំគ្នាឆ្ងល់នឹងខ្ញុំមែនហើយខ្ញុំផ្លាស់ប្ដូរច្រើនណាស់ខ្ញុំឈប់ចង់សប្បាយឈប់មើលងាយសេចក្តីស្នេហាខ្ញុំហាក់បីដូចជាកំពុងរស់នៅលើโลกនេះតែម្នាក់ឯងជាមួយនឹងការរងចាំ
ខ្ញុំមិនសោកស្ដាយភាពជាយុវវ័យដែលកន្លងទៅទេតែខ្ញុំស្ដាយដែលមិនបានជួបនិយាយជាមួយនាងខ្ញុំស្ដាយបើបាត់បង់អ្វីៗដែលនាងធ្លាប់ឲ្យខ្ញុំនីតាពេលនេះនាងនៅទីណានាងកំពុងធ្វើអ្វីស្នេហ៍ស្នងមកបានប្រកបបីថ្ងៃមួយខ្ញុំមានជំងឺត្រូវចូលមន្ទីរពេទ្យខ្ញុំសម្រាកនៅមន្ទីរពេទ្យកាឡាម៉ែននៅពេលនោះខ្ញុំបានជួបវិជ្ជបណ្ឌិតស្រីម្នាក់ដែលមានវ័យប្រហែលបងខ្ញុំ2ឬ3ឆ្នាំគាត់យកចិត្តទុកដាក់នឹងខ្ញុំណាស់ហាក់បីដូចជាស្គាល់ខ្ញុំយូរណាស់មកហើយថ្ងៃចុងក្រោយដែលខ្ញុំសម្រាកនៅមន្ទីរពេទ្យគាត់បានមកនិយាយជាមួយខ្ញុំឃើញលោកនៅមុខមន្ទីរពេទ្យនេះស្ទើរតែរាល់ថ្ងៃលោករកអ្នកណាឬចាំអ្នកណាមែនទេបើពិតមែនលោកគួរតែជប់ចាំទៅបើគេអាចមករកលោកគេមិនឲ្យលោកចាំយូរយ៉ាងនេះទេមានរឿងខ្លះសូម្បីតែខ្លួនយើងក៏មិនដឹងច្បាស់ដែរថ្ងៃណាក៏ខ្ញុំឃើញលោកដែរលោកមិនយល់ថាវាខាតពេលច្រើនណាស់ទេមែនទេអ្នកនោះសំខាន់យ៉ាងណាទៅបានជាធ្វើឲ្យលោកធ្វើបែបនេះព្រោះតែស្នេហ៍ចិត្តប្រាបែកចោលមកខ្ញុំពិតជាមិនដឹងខ្លួនឯងថាហេតុអ្វីនោះទេហើយក៏មិនដឹងថាខ្ញុំធ្វើបែបនេះព្រោះអ្វីដែរខ្ញុំចាំនាងមែនខ្ញុំពិតជាមិនសោកស្ដាយពេលវេលាមែនខ្ញុំក៏មិនធ្លាប់គិតថាស្រឡាញ់នាងនោះដែរតែពេលបាត់បង់នាងជីវិតខ្ញុំហាក់បីដូចជាបាត់អ្វីមួយយ៉ាងដែលសំខាន់បំផុតខ្ញុំធ្លាប់បានព្យាយាមបំភ្លេចរឿងរ៉ាវទាំងនោះហើយនៅទីបំផុតគឺនៅតែដដែលអ្នកគ្រូពេទ្យសម្លឹងមកខ្ញុំដោយខ្សែភ្នែកស្រងត់ស្រងាត់និងនិយាយមករកខ្ញុំយ៉ាងទន់ភ្លន់លោកដឹងខ្លួនទេថាលោកស្រឡាញ់នាងខ្លាំងណាស់លោកគឺជាមនុស្សប្រុសដ៏ស្មោះត្រង់ម្នាក់គួរឲ្យសរសើរតែលោកបំភ្លេចគេចោលទៅពេលនេះប្រហែលជាគេរៀបការមានគោលបាត់ទៅហើយលោកអាយុច្រើនណាស់ហើយគួរតែរកសុភមង្គលសម្រាប់ខ្លួនឯងទៅខ្ញុំនិយាយថាអ្នកគ្រូមិនយល់ទេ2-3ថ្ងៃទៀតខ្ញុំត្រូវត្រឡប់ទៅបារាំងវិញហើយខ្ញុំមកនេះតាមការអញ្ជើញរបស់ប្រធានមន្ទីរពេទ្យនេះតែ2ខែប៉ុណ្ណោះគាត់ដើរទៅជិតមាត់បង្អួចសម្លឹងចេញទៅក្រៅរួចនិយាយដោយមិនបែររកខ្ញុំនិយាយរឿងនិទានមួយឲ្យលោកស្ដាប់កាលពីខ្ញុំនៅជាកលីនុបដ្ឋាយិកានៅទីនេះកាលពីជាង20ឆ្នាំមុនមានក្មេងស្រីម្នាក់មានជំងឺមហារីកខួរក្បាលដល់ដំណាក់កាលចុងក្រោយដែលត្រូវវះកាត់ខ្ញុំគឺជាអ្នកថែនាងមុនពេលនឹងនាងស្លាប់នាងគ្មានអ្នកណាទេនាងជាកូនកំព្រាដែលរស់នៅក្រោមការឧបត្ថម្ភរបស់អង្គការក្រៅរដ្ឋាភិបាលមួយគេជាក្មេងស្រីរឹងមាំណាស់ទោះស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់នាងក៏ដោយប៉ុន្តែនាងប្រាប់ថានាងមិនចង់ស្លាប់ទេនាងសូមឲ្យពួកយើងជួយនាងពីអង្វររបស់នាងធ្វើឲ្យគ្រូពេទ្យម្នាក់ខ្លោចចិត្តណាស់ពីព្រោះនាងតែងតែញញឹមនិងនិយាយយ៉ាងទន់ភ្លន់មករកពួកយើងគឺពិតជាចង់ជួយនាងណាស់ពួកយើងមិនត្រូវការប្រាក់ពីនាងសូម្បីតែមួយកាក់មុនវះកាត់3ថ្ងៃនាងត្រូវកោសក់ចេញទាំងអស់នាងកាន់តែខ្សោយទៅហើយថ្ងៃមួយនាងបានឲ្យខ្ញុំរុញនាងទៅក្បែររបងមុខមន្ទីរពេទ្យនាងហាក់បីដូចជាសប្បាយចិត្តនៅពេលដែលបានឃើញបរិសម្នាក់ដែលកំពុងឈររេរដូចជាកំពុងរងចាំនរណាម្នាក់នាងសម្លឹងទៅបរិសនោះទាំងទឹកភ្នែកនិងញញឹមដល់កំសត់នាងប្រាប់ខ្ញុំថាគេជាបរិសម្នាក់ដែលនាងស្រឡាញ់បំផុតក្នុងជីវិតខ្ញុំសួរនាងថាហេតុអ្វីមិនប្រាប់បរិសនោះពីជំងឺរបស់នាងក៏និយាយថានាងដឹងថាបរិសនោះមិនស្រឡាញ់នាងទេហើយនាងក៏ចង់ឲ្យគេស្រឡាញ់នាងជាងអាណិតនាងប៉ុន្តែនាងសង្ឃឹមថាគេនឹងមិនស្រឡាញ់នាងបើគេស្រឡាញ់នាងគេអាចនឹងខូចចិត្តនៅពេលដែលនាងឃ្លាតពីលោកនេះដោយគ្មានថ្ងៃត្រឡប់មុនពេលចូលវះកាត់នាងអង្គុយនៅលើកៅអីរុញសម្លឹងមើលទៅមាត់បង្អួចសំដៅទៅកន្លែងដែលបរិសនោះធ្លាប់ឈរនាងក៏ប្រាប់ខ្ញុំថាបើថ្ងៃស្អែកនាងមិនមានឱកាសមកសម្លឹងមើលគេទេហើយគេនៅតែមកឈរនៅទីនោះទៀតនាងសូមឲ្យខ្ញុំទៅប្រាប់ម្នាក់នោះថានាងរៀបការទៅក្រៅប្រទេសបាត់ហើយនាងពិតជាគ្មានសំណាងមែនគ្រូពេទ្យទាំងអស់ស្ដាយនាងណាស់ពួកយើងមិនដាស់ស្រក់ទឹកភ្នែកនិងឈឺចាប់ខ្លាំងបែបនេះទេនៅពេលដែលអ្នកជំងឺស្លាប់
មិនដាច់ក៏បាត់ឈឹងសូនបាត់រូបអូនបងនៅដល់កា ជីវិតនាងឯកាណាស់ហើយក៏ត្រូវស្លាប់នៅក្នុងភាពឯកាខ្ញុំស្ដាយសាមញ្ញក្មេងស្រីម្នាក់នេះណាតែខ្ញុំមិនអាចធ្វើអ្វីបានតែខ្ញុំក៏មិនបានធ្វើតាមបណ្ដាំចុងក្រោយរបស់នាងទេទោះបីជាខ្ញុំបានឃើញបរិបម្នាក់រាល់ថ្ងៃក៏ដោយខ្ញុំមិនដឹងថាខ្លួនឯងធ្វើខុសឬក៏ត្រូវនោះទេតែខ្ញុំយល់ថាបើនិយាយតាមការសុំរបស់នាងវាហាក់បីដូចជាអយុត្តិធម៌ចំពោះទឹកចិត្តរបស់នាងណាស់ខ្ញុំនិយាយទៅកាន់អ្នកគ្រូពេទ្យម្នាក់នោះទាំងមិនដឹងខ្លួនរឿងនិទានបងចប់ហើយមែនទេទាំងមិនដឹងថាទឹកភ្នែករបស់ខ្ញុំហូរតាំងពីពេលណាព្រោះតែស្នេហ៍ចិត្តអិនប្រាបែកចោលនួនល្អគាត់ដើរមកជិតខ្ញុំនៅក្នុងគណៈដែលខ្ញុំកំពុងយកដៃខ្ទប់មុខគាត់អោនក្បាលដាក់ខ្ញុំរួចនិយាយថាខ្ញុំសុំទោសដែលខ្ញុំមិនបានប្រាប់ការពិតដល់លោកនៅពេលនោះលោកជាបារម្ភល្អណាស់ស្ដាយណាស់ដែលនាងមិនដឹងថានាងសំខាន់សម្រាប់លោកយ៉ាងនេះខ្ញុំពិតជាសុំទោសលោកអូនលឺទេប្រលឹងពេលមកនឹងបងនៅតែទ្រាំនិយាយចប់គាត់ក៏ដើរចេញទៅទុកឲ្យខ្ញុំនៅម្នាក់ឯងជាមួយនឹងរឿងនិទានរបស់គាត់ខ្ញុំដឹងច្បាស់ណាស់ថាគាត់និទានពីរឿងរបស់អ្នកណាគាត់បាននាំខ្ញុំទៅគោរពភ្នូររបស់នារីម្នាក់ដែលនៅក្នុងរឿងនិទានរបស់គាត់ខ្ញុំបានសម្លឹងភ្នូរនោះយ៉ាងយូរពេលត្រឡប់ទៅដល់ផ្ទះខ្ញុំបានប្រមូលវត្ថុអនុស្សាវរីយ៍ទាំងអស់ដែលនាងបានជូនមកខ្ញុំរួមទាំងរូបថតរបស់ពួកយើងយកទៅដុតចោលទាំងអស់ខ្ញុំដឹងខ្លួនច្បាស់ណាស់ថាខ្ញុំកំពុងធ្វើអ្វីវាគ្មានរបស់អ្វីគួរឲ្យសោកស្ដាយស្រណោះទៀតទេព្រោះថារបស់ដែលខ្ញុំរងចាំរបស់ដែលខ្ញុំស្ដាយបំផុតក្នុងជីវិតនេះវាបានបាត់ទៅហើយគ្មានថ្ងៃនឹងត្រឡប់ឡើយអ្វីដែលជារបស់នាងគួរតែទៅតាមនាងព្រោះតែស្នេហ៍ចិត្តប្រាបែកចោលនួនល្អចិនដើរចងចាំរយឆ្នាំនៅតែផ្សងថ្ងៃមួយនៅចំពោះមុខភ្នូររបស់នាងខ្ញុំបាននឹកដល់រឿងរ៉ាវទាំងឡាយរបស់ខ្ញុំនឹងនាងតើនាងចង់ដឹងពីចិត្តរបស់ខ្ញុំចំពោះនាងទេបន្តិចទៀតខ្ញុំនឹងទៅជួបនាងជប់ឯកាហើយកុំឆ្ងល់ថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះចាត់ទុកតែខ្ញុំល្ងងឬឈួតទៅចោះពីព្រោះខ្ញុំឈួតទៅលេងជាមួយនាងឈួតនឹងរងចាំនាងពេលនេះខ្ញុំឈួតជាលើកចុងក្រោយដើម្បីបញ្ចប់ភាពឈឺចាប់មកបានប្រកងមិន